សេចក្តីប្រកាសព័ត៌មានក្រសួងបរិស្ថានសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាក្នុងរយៈពេល 2-3 ថ្ងៃចុងក្រោយនេះអាកាសធាតុមានការប្រែប្រួលផ្ទៃមេឃមានសភាពអាប់អួរធ្វើឲ្យជនឆ្លៀតឱកាសមួយចំនួនយកព័ត៌មានពីប្រភពមិនច្បាស់លាស់ពីប្រភពដែលមិនមានឧបករណ៍តាមដានក្នុងប្រទេសមកធ្វើការបកស្រាយផ្ទុយពីការពិតក្រសួងបរិស្ថានសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាក្រសួងមានស្ថានីយ៍និងឧបករណ៍ចល័តពិនិត្យតាមដានគុណភាពខ្យល់ទូទាំងប្រទេសហើយក្រសួងតែងតែផ្សាយជូនដំណឹងដល់សាធារណជនតាមប្រព័ន្ធផ្សព្វផ្សាយសង្គមតាមគេហទំព័ររបស់ក្រសួងនិងកម្មវិធីទូរស័ព្ទដៃ App គុណភាពខ្យល់របស់ក្រសួងបរិស្ថានដែលមានឈ្មោះ CGS SPA ក្រសួងបរិស្ថានសូមបញ្ជាក់ថារហូតមកទល់ពេលនេះគុណភាពខ្យល់នៅកម្ពុជាមិនទាន់មានហានិភ័យដល់សុខភាពសាធារណជននៅឡើយទោះជាយ៉ាងណាក៏ដោយក្រសួងបរិស្ថានសូមអំពាវនាវដល់សាធារណជនតាមដានគុណភាពខ្យល់នៅកម្ពុជាតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាននិងតាមកម្មវិធីទូរស័ព្ទដៃ App គុណភាពខ្យល់ឈ្មោះ CGS SPA ដែលមានការផ្សាយផ្ទាល់ពីគុណភាពខ្យល់ជារៀងរាល់ថ្ងៃព្រមទាំងអនុវត្តតាមគោលការណ៍ការពារសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងករណីដែលគុណភាពខ្យល់អាចបង្កហានិភ័យដល់សុខភាពអាស្រ័យដូចបានជម្រាបជូនខាងលើក្រសួងបរិស្ថានសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថ្ងៃសុក្រ15រោចខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី28ខែមីនាឆ្នាំ2025ក្រសួងបរិស្ថាន